បងប្អូនអរគ្នានៅក្នុងពិភពលោករបស់យើងនេះក្នុងឆ្នាំ2025បាទគឺថាបាទចាប់ផ្ដើមបាទសង្គ្រាមលោកលើកទី3ហើយបងប្អូនហើយគេថាសង្គ្រាមលោកលើកទី3នេះគឺវារីករាលដាលពេញទូទាំងពិភពលោកតែម្ដងហើយក៏វាប៉ះពាល់បាទទូទាំងពិភពលោកតែម្ដងប៉ុន្តែអ្នកវិភាគគេបាននិយាយថាមានប្រទេសតែ5ទេដែលអាចបាទរួចផុតបាទពីសង្គ្រាមលោកលើកទី3នេះដែលអត់ប៉ះពាល់ដែលគេហៅកាត់ថា WW3 នោះឯងបងប្អូនបាទប្រទេសទាំង5ហ្នឹងបងប្អូនមានដឹងអត់ថាប្រទេសណាខ្លះច្បាស់ហើយគឺប្រហែលជាបាទសង្គ្រាមលោកទី3កើតមកគឺវានឹងខ្ទេចបាទហើយប៉ះពាល់ពិភពលោកទាំងមូលហើយប្រទេសទាំង5នោះបងប្អូនអរគ្នាគឺវាមានបាទប្រទេសបាទពីទី1ទៅគឺប្រទេសញូហ្សេឡង់បាទញូហ្សេឡង់គឺបាទជាប្រទេសដែលបាទมันប៉ះពាល់សង្គ្រាមលោកលើកទី3ទេតាំងពីសង្គ្រាមលោកលើកទី1លើកទី2ក៏ប្រទេសនេះគឺគ្មានការប៉ះពាល់បាទដែរហើយគេថានៅក្នុងសង្គ្រាមលោកទី3នេះប្រទេសញូហ្សេឡង់គឺมันប៉ះពាល់នោះដែរបងប្អូនគឺมันរងផលប៉ះពាល់ណាប្រទេសផ្សេងៗគឺអាចនឹងបាទមានផលប៉ះពាល់ប៉ុន្តែប្រទេសនេះគឺมันប៉ះពាល់ទេបាទចំណែកឯលេខ2បាទប្រទេសទី2មកគឺប្រទេសស្វីសឡង់បងប្អូនស្វីសឡង់គឺជាប្រទេសបាទស្ថិតនៅលើកោះមួយដែលមានបាទសេដ្ឋកិច្ចរីកចម្រើនហើយក៏គ្មានបាទសង្គ្រាមជាមួយនឹងប្រទេសផ្សេងៗហើយប្រទេសស្វីសឡង់គឺរួចផុតពីសង្គ្រាមលោកលើកទី3បានផងដែរបាទចំណែកឯលេខរៀងទី3បាទប្រទេសដែលរួចផុតពីសង្គ្រាមលោកលើកទី3នឹងកើតឡើងនៅថ្ងៃអនាគតខាងមុខហ្នឹងគឺបាទគឺ Iceland បងប្អូន Iceland គឺជាបាទប្រទេសដែលនៅលើបាទផ្ទៃកោះហើយត្រជាក់បាទខាងប៉ែអឺរ៉ុបដែរហើយអត់មានផលប៉ះពាល់ទេបើសិនជាសង្គ្រាមលោកលើកទី3កើតឡើងពិតប្រាកដមែននោះទី4បាទចំណាត់លេខរៀងទី4គឺប្រទេសបាទប៊ូតានបាទប៊ូតានគឺជាប្រទេសដែលរស់នៅឯករាជ្យហើយមានប្រជាជនរស់នៅដោយសុខសន្តិភាពគឺអត់ប៉ះពាល់ដែរជាមួយនឹងសង្គ្រាមលោកលើកទី3នេះហើយចំណែកឯលេខរៀងទី5គឺប្រទេសកូស្តារីកាបាទកូស្តារីកាគឺជាប្រទេសដែលបាទអត់មានបាទវិជាជនច្រើនទេហើយក៏អត់មានកងសន្តិសុខការពារជាជាតិដែរដែលប្រទេសនេះគឺរស់នៅដោយបាទស្ងប់សុខបាទហើយអត់មានរងប៉ះពាល់ទេបើសិនជាសង្គ្រាមលោកលើកទី3កើតមកនៅបាទអនាគតរបស់យើងបងប្អូនដឹងស្រាប់ហើយប្រទេសទាំងអស់ទាំង5ហ្នឹងដែលអត់មានប៉ះពាល់ដោយសារអីគឺគេអត់មានបាទប្រទេសណាផ្សេងៗនៅពីក្រោយខ្នងមហាអំណាចណានៅពីក្រោយខ្នងដាក់ទ័ពឈរជើងនៅក្នុងប្រទេសគេទេដូច្នេះហើយគេអាចនឹងគេចផុតចំណែកឯប្រទេសផ្សេងៗទូទាំងពិភពលោកបាទវាគេចអត់ផុតហ្នឹងដោយសារអីគឺមានបាទមហាអំណាចធំៗនៅពីក្រោយខ្នងបាទដូចជាបាទអ៊ីស្រាអែលដែលវាយទៅអ៊ីរ៉ង់ហ្នឹងគឺមានបាទមហាអំណាចលេខ1គឺអាមេរិកនៅពីក្រោយខ្នងចាំជួយចំណែកឯអ៊ីរ៉ង់វិញគឺមហាអំណាចទី2គឺប្រទេសចិនជាអ្នកនៅពីក្រោយខ្នងចាំជួយរួមទាំងរុស្ស៊ីផងដែរដែលជាមហាអំណាចទី3ដូច្នេះហើយសង្គ្រាមលោកលើកទី3នេះបងប្អូនគឺវានឹងបានកើតឡើងបើសិនជាប្រើអាវុធនុយក្លេអ៊ែរបើសិនជាអាមេរិកបាទចេញបញ្ជាឲ្យប្រើអាវុធនុយក្លេអ៊ែរកំទេចបាទកន្លែងដែលឃ្លាំងឬក៏បាទជារោងចក្របាទផលិតនុយក្លេអ៊ែរក្រោមដីជម្រៅដល់ទៅ90ម៉ែត្ររបស់អ៊ីរ៉ង់ដែលកំពុងតែលួចបាទផលិតនុយក្លេអ៊ែរប្រៃលោកហ្នឹងគឺអ៊ីស្រាអែលហ្នឹងគឺចង់វាយកំទេចកន្លែងហ្នឹងប៉ុន្តែมันអាចធ្វើបានងាយៗទេគឺតតែប្រើអាវុធនុយក្លេអ៊ែរបាទលំដាប់បាទខ្លាំងដូច្នេះហើយប្រទេសអ៊ីស្រាអែលរាល់ថ្ងៃគឺគេបាទមានអាមេរិកនៅពីក្រោយខ្នងហើយចំណែកឯប្រទេសអ៊ីរ៉ង់វិញគឺមេដឹកនាំហ្នឹងគឺគេនឹងតាមសម្លាប់គឺឈ្មោះអាយ៉ាហ្នឹងហើយដែរគេតាមសម្លាប់មេដឹកនាំហ្នឹងចោលបានតែគេថាសង្គ្រាមហ្នឹងចប់ដូច្នេះហើយប្រហែលជាបាទมันអាចបញ្ចប់ងាយៗទេដោយសារតែមានចិននិងរុស្ស៊ីនៅទុកពីក្រោយខ្នងចាំជួយអញ្ចឹងហើយអាមេរិកបើសិនជាហ៊ានលូកដៃជួយអ៊ីស្រាអែលគឺរុស្ស៊ីនិងចិនគឺលូកដៃកំទេចអាមេរិកវិញដែរដូច្នេះហើយគេគម្រាមថាតែអាមេរិកហ៊ានប្រើនឹងនុយក្លេអ៊ែរនឹងមកគឺចិននិងរុស្ស៊ីគឺគេនឹងប្រើមីស៊ីលបាទស្រោចទៅលើទ័ពអាមេរិកទីមន្ទីរទ័ពផ្សេងៗដែលឈរជើងហ្នឹងគឺគេនឹងវាប្រហារមកវិញហើយដូច្នេះហើយសម័យជួនលឿនបច្ចេកវិទ្យានេះគឺគេបញ្ជាតែនៅបាទប្រព័ន្ធវិទ្យាទំនើបទេបាញ់ស្រោចពីលើមេឃគឺបតក់យកទៅខ្ទេចតែម្ដងបងប្អូនដូច្នេះហើយប្រទេសដែលមានមហាអំណាចនៅពីក្រោយខ្នងចាំជួយអីផ្សេងៗហ្នឹងគឺដឹងតែប្រមពលហើយប្រទេសដែលមានទ័ពអាមេរិកដូចជាទ័ពចិនឈរជើងហ្នឹងគឺមហាអំណាចទាំង3ទាំងពីរហ្នឹងគឺបើសិនជាសង្គ្រាមលោកលើកទី3កើតឡើងគឺប្រទេសពួកអ្នកដែលឲ្យបាទទ័ពបាទចិនឬអាមេរិកឈរជើងនៅប្រទេសទាំងអស់ហ្នឹងគឺត្រូវតែប៉ះពាល់ដូចគ្នាបងប្អូនព្រោះថាគេនឹងវាយកំទេចឬក៏ទម្លាក់គ្រាប់បែកមកលើប្រទេសដែលចូលបាទរួមនៅក្នុងសង្គ្រាមលោកទី3នោះដែរបងប្អូនដូច្នេះវាផលប៉ះពាល់ទាំងអស់អញ្ចឹងបងប្អូននៅក្នុងប្រទេសកម្ពុជារបស់យើងសាកទីមើលថាតើសង្គ្រាមលោកទី3កើតឡើងមែនអត់ហើយប្រទេសកម្ពុជារបស់យើងគេចផុតពីសង្គ្រាមលោកលើកទី3នេះអត់ហើយបើសិនជាកើតមែនប្រទេសកម្ពុជាជួប
បញ្ហាឬក៏ប៉ះពាល់ឬក៏រងបាទប៉ះពាល់ឬក៏មានដូចថាឥទ្ធិពលសង្គ្រាមលោកទី3ជះកន្ទប់មកលើប្រទេសកម្ពុជាយើងអត់អញ្ចឹងបងប្អូនអរគ្នាមានមតិយោបល់យ៉ាងណាឬក៏យកឃើញយ៉ាងណាតើប្រទេសកម្ពុជាគេចផុតពីសង្គ្រាមលោកទី3នេះទេសូមមេត្តាបាទ comment ឬក៏បើសិនជាមានចំណុចណាខ្ញុំនិយាយខុសខ្វះអីលើលោកអីក៏សូមកាន់តែអភ័យទោសបងប្អូនអរគ្នាផងដែរបាទសូមគុំសូមជម្រាបលា Bye bye flow for more